តែនិយាយលោឡាប្រាប់មិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះសែនខូថាគាត់នឹងសារភាពស្នេហ៍ប្រាប់ស្រីម្នាក់ឈ្មោះយូស៊ូរីហាដែលគាត់បានលួចក្រាស់រយៈពេល5ឆ្នាំមកហើយនៅថ្ងៃនេះតែម្ដងដោយសារតែគាត់ទ្រាំលែងបានហើយនៅពេលនោះសែនខូដែលជាមិត្តភក្តិរបស់គាត់ហើយក៏ជាតួឯករបស់យើងផងដែរបានឲ្យទឹកមន្តអាគមស្នេហ៍ម្ដងទៅថៃជូដើម្បីប្រើហើយធានាថាវានឹងមានប្រសិទ្ធភាព 100% ប៉ុន្តែថៃជូបានចាក់ទឹកមន្តអាគមនោះចោលដោយសារតែគាត់ជាមនុស្សទៀងត្រង់មិនចង់ប្រើល្បិចនោះទេបន្ទាប់ពីថៃជូបានចេញទៅផុតកូនសិស្សផ្សេងទៀតមានការភ្ញាក់ផ្អើលណាស់ដែលសែនខូចេះធ្វើទឹកមន្តអាគមស្នេហ៍តែសែនគូបានប្រាប់ថាវាមិនមែនទឹកមន្តអាគមស្នេហ៍អីទេវាគ្រាន់តែជាប្រេងសាំងដែលគាត់ចម្រាញ់ចេញពីគម្របដបទឹកសុទ្ធតែប៉ុណ្ណោះសូមបញ្ជាក់ផងដែរថានៅក្នុងរឿង Dr. Stone នេះទ្រឹស្ដីឬក៏គោលការណ៍បែបវិទ្យាសាស្ត្រដែលគេបានយកមកប្រើគឺវាមានលក្ខណៈត្រឹមត្រូវស្ទើរតែ 100% គ្រាន់តែគេពង្រួមពេលវេលាឲ្យខ្លីក្នុងការផលិតចេញជាអ្វីមួយកាត់ទៅមើលសាច់រឿងរបស់យើងបន្តទៀតពេលនេះថៃជូបានស្កាត់ទៅជួបយូស៊ូរីហាដែលគាត់លួចក្រាស់ហើយមិត្តភក្តិរបស់គាត់ផ្សេងទៀតកំពុងតែភ្នាល់គ្នាចង់ដឹងថាថៃជូសារភាពស្នេហ៍បានសម្រេចអត់ពេលនោះសែនខូក៏បានភ្នាល់ថាយូស៊ូរីហាក៏មានចិត្តក្រាស់លើថៃជូរបស់យើងផងដែរងាកទៅមើលថៃជូវិញបេះដូងរបស់គាត់បានលោតក្តុកក្តាក់ស្ទើរតែធ្លាយចេញពីទ្រុងមកខាងក្រៅហើយគាត់ខ្លាចថានៅពេលដែលគាត់សារភាពទៅយូស៊ូរីហានឹងបដិសេធហើយឈប់រាប់អានគាត់រហូតបន្តមកនៅពេលដែលថៃជូរៀបនឹងហាមកនិយាយស្រាប់តែមានបាតុភូតចម្លែកមួយបានកើតឡើងគឺមានពលឺពណ៌បៃតងយ៉ាងចម្លែកជះមកពីលើមេឃធ្វើឲ្យមនុស្សទាំងអស់នៅលើពិភពលោកคล้ายទៅជាថ្មរឿងដែលចម្លែកមួយទៀតគឺមនុស្សដែលបានคล้ายទៅជាថ្មទាំងនោះនៅមានសតិស្មារតីដឹងខ្លួនប៉ុន្តែមិនអាចកម្រើកខ្លួនបានបាតុភូតនោះបានធ្វើឲ្យមនុស្សតែប៉ុណ្ណោះដែលคล้ายទៅជាថ្មចំណែកសត្វផ្សេងៗមិនអីនោះទេរយៈពេលរាប់ពាន់ឆ្នាំក្រោយមកសាច់រឿងបានកាត់ទៅមើលនៅក្នុងល្អាងភ្នំមួយមានមនុស្សថ្មម្នាក់ដេកនៅលើគំនរចម្បាំងហើយមានទឹកអីម្យ៉ាងមិនដឹងទេធ្លាក់ចំពីលើក្បាលរបស់គាត់បន្ទាប់មកមានបរិសម្នាក់បានរើខ្លួនចេញពីថ្មនោះមកវិញដែលយើងមើលដឹងថាម្នាក់នោះគឺថៃជូនៅពេលដែលគាត់ដើរចេញពីល្អាងមកមើលនៅខាងក្រៅឃើញថាទីក្រុងបានคล้ายទៅជាព្រៃឈើអស់ហើយបានន័យថាគាត់ជាប់នៅក្នុងថ្មរយៈពេលយូរឆ្នាំមកហើយបន្តមកថៃជូបាននៅឃើញដល់បាតុភូតចម្លែកមួយដែលបានកើតឡើងមុនពេលដែលមនុស្សបានคล้ายខ្លួនទៅជាថ្មកាលនោះគាត់បានឃើញសត្វជាកម្មនៅសុកក៏คล้ายទៅជាថ្មផងដែរហើយនៅពេលដែលគាត់យកសត្វជាកម្មនោះទៅពេទ្យសត្វចៃដន្យក៏បានជួបជាមួយនឹងយូស៊ូរីហាដែលនេះមានគោលបំណងចង់យកសត្វជាកម្មថ្មមួយក្បាលទៀតទៅព្យាបាលនៅទីនោះដូចគ្នាត្រឡប់មកពេលបច្ចុប្បន្នវិញនៅទីបំផុតថៃជូបានរកឃើញយូស៊ូរីហាដែលជាតារានៅក្នុងដួងចិត្តរបស់គាត់នៅក្នុងស្ថានភាពជាថ្មហើយគាត់សច្ចាថានឹងធ្វើយ៉ាងណាជួយឲ្យយូស៊ូរីហាคล้ายទៅជាមនុស្សវិញឲ្យទាល់តែបានបន្តមកនៅលើដើមឈើក្បែរយូស៊ូរីហាថៃជូបានឃើញអក្សរសរសេរថាដើរតាមដងទន្លេចុះទៅខាងក្រោមណាអាកបីហើយនៅពេលដែលថៃជូដើរទៅដល់